ចាថ្ងៃនេះមកទៀតហើយជាមួយនឹងឆាស្ពៃសាច់គោជាមួយនឹងខ្ញុំចាស្ពៃហ្នឹងគឺមិនបានទៅទិញផ្សារទេនៅបេះនៅផ្ទះខ្លួនឯងដាំខ្លួនឯងធម្មជាតិនឹងឯងហើយនាងខ្ញុំក៏អត់ដឹងថាស្ពៃហ្នឹងគេហៅថាស្ពៃអីដែរដឹងតែទិញគ្រាប់មកដាំអញ្ចឹងយើងដាំខ្លួនឯងមើលទៅវាស្រស់ស្រាយមួយយ៉ាងដែរអញ្ចឹងខ្ញុំក៏បេះមកត្រឡប់ជាមួយសាច់គោអញ្ចឹងដំបូងយើងសកដើមវាតិចៗចឹងមកពីព្រោះដោយសារតែដើមវាពេលខ្លះវាអាចចាស់យើងសកស្តៀងនឹងខាត់ណាមុខម្ហូបនេះងាយទេខ្ញុំគិតថាបងប្អូនចេះតែក៏នៅតែមានមួយផ្នែកតូចដែលគាត់អត់ធ្លាប់ធ្វើចាអញ្ចឹងយើងបន្ទាប់ពីយើងលាងបន្លែអស់ហើយយើងដាក់ខ្ទះឲ្យក្តៅដាក់ខ្លាញ់ដាក់ខ្ទឹមបំពងវាឲ្យឈ្ងុយបន្តិចយើងដាក់ស្ករបន្តិចដាក់ប្រេងខ្យងបន្តិចខ្ញុំដាក់ទឹកបន្តិចដោយសារតែកុំឲ្យវាស្វិតស្ពៃយើងតែដាក់ទឹកទៅហើយយើងត្រឡប់វាទៅធ្វើឲ្យស្ពៃយើងស្រួយល្អហើយយើងត្រឡប់វាទៅវិញទៅមកអញ្ចឹងមកល្មមតែវាស្លោកឆ្អិនមុំចាំយើងលើកវាដាក់ចានចឹងពេលខ្ញុំត្រឡប់ខ្ញុំដាក់ស្ករប៊ីចេងប្រេងខ្យងដាក់យើងអាចលួចទឹកត្រីបន្តិចបាននេះឃើញថាឆ្អិននេះខ្ញុំអត់គ្របទេពីព្រោះខ្លាចពេលដែលយើងគ្របទៅវាធ្វើឲ្យស្ពៃយើងបដូរពណ៌អញ្ចឹងយើងដួសដាក់ចានមួយឡែកយើងដាក់ខ្លាញ់ចូលខ្ទះដដែលហ្នឹងយើងដាក់ខ្ទឹមបំពងវាម្ដងទៀតឲ្យស្រួយដើម្បីចាក់សាច់គោចូលអញ្ចឹងដំបូងយើងបន្ថែមនៅប្រេងខ្យងដាក់ទឹកត្រីចឹងបងប្អូនអាចលាយគ្រឿងតាមរសជាតិដែលបងប្អូនចូលចិត្តហើយត្រូវមាត់តាមគ្រួសារនីមួយៗបានអញ្ចឹងខ្ញុំដាក់សាច់គោចូលហើយសម្រាប់សាច់គោនេះយើងអត់ឆាវាឆ្អិនពេកទេយើងដាក់វាតាមមួយត្រឡប់ឲ្យវាឆ្អិនល្មមយើងដួសដាក់ពីលើស្ពៃដែលយើងដួសដាក់ចានមិញហ្នឹងគឺជាការស្រេចនេះឃើញថាវាអត់ទាន់ឆ្អិនល្អទេតែយើងធ្វើប៉ុណ្ណឹងបានឆ្ងាញ់ហើយបងប្អូនអាចលាយជាមួយនឹងទឹកម្រេចសម្រាប់ជ្រលក់បន្ថែមទៀតក៏បានបើសិនជាករណីសាបឬក៏អ្នកក្រុមគ្រួសារខ្លះគាត់ញ៉ាំតែអញ្ចឹងក៏មួយយ៉ាងដែរហ្នឹងអរគុណសម្រាប់ការតាមដាន